ជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះដែរខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីវិធីចាក់បូងាយៗបងប្អូនអញ្ចឹងនៅក្នុងការចាក់នេះដែរគឺខ្ញុំជ្រើសរើសយកអំបោះមេទូទៅដែលមានទំហំសរសៃ5សរសៃហើយខ្ញុំប្រើម្ជុលលេខ2បងប្អូនចាតើឥឡូវចាប់ផ្ដើមចាក់ជាមួយនឹងខ្ញុំទាំងអស់គ្នាមុនដំបូងឡើយគឺយើងចាក់អំបោះបែបនេះបងប្អូនហើយយើងចាក់ទៅកណ្ដុរចំនួន9 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 1
2 3 4 5 6 7 8 9 ចាឥឡូវកន្ទុយក៏ដល់យើងបានគ្រប់ចំនួន9ហើយអញ្ចឹងយើងត្រូវចាក់បកគោលបងទឿឬក៏យើងហៅថា single crochet ទៅលើកន្ទុយកណ្ដុរយើងចំនួន9ណាបងប្អូនចាអញ្ចឹងកន្ទុយកណ្ដុរទី1នេះគឺយើងរំលងតមកយើងចាក់ចូលកន្លះទី2 1 2 3 4 5 6 7 8ចាអញ្ចឹងយើងបានបកគោលបងទឿយើងចំនួន8បងប្អូនអញ្ចឹងយើងឡើងកន្ទុយកណ្ដុរមួយតមកយើងត្រឡប់ចាត្រឡប់ចាក់បកវាមកវិញចាពេលដែលយើងចាក់បកគឺយើងត្រូវចាក់ចូលចាប់ពីប្រឡោះទី1ទៅបងប្អូនចានៅជួរទី2នេះដែរគឺយើងចាក់គោលបងទឿយើងឲ្យគ្រប់8ដូចជួរទី1ដែរបងប្អូន1 2 3 4 5 6 7 ប្រឡោះនេះគឺប្រឡោះទី8បងប្អូនចាយើងចាក់វាឲ្យចូលពីសរសៃបងប្អូនចាក់កន្លែងនៅខាងចុងនេះបងប្អូនហ៊ានប្រយ័ត្នបន្តិចចាតមកយើងចាប់ជួរទី2ហើយមុននឹងចាប់ផ្ដើមជួរទី3យើងត្រូវឡើងកន្ទុយកណ្ដុរមួយសិនចាអញ្ចឹងជួរទី3យើងចាក់ដូចជួរទី2ដែរយើងចាក់ចូលប្លុកទី1 1 2 3 4 5 6 7ចាប្រឡោះទី8ប្រឡោះទី8បងប្អូនយើងឆ្កឹះវាឲ្យចូលក្នុងពីសរសៃនេះបងប្អូនចាតមកយើងឡើងកន្ទុយកណ្ដុរមួយទៀតយើងចាក់ត្រឡប់ទៅត្រឡប់មករហូតដល់ទៅបាន69ជួរបងប្អូនចាឥឡូវខ្ញុំចាក់ដល់ជួរទី69ហើយបងប្អូនឥឡូវយើងចាប់ជួរហើយអញ្ចឹងយើងឡើងកន្ទុយកណ្ដុរមួយដល់ពេលឡើងកន្ទុយកណ្ដុរមួយហើយយើងត្រឡប់ត្រឡប់កន្លែងនេះគឺយើងត្រូវចាក់បរួមអញ្ចឹងយើងមកឡងប្រឡោះនេះមួយយើងចូលប្រឡោះទី2យើងចាក់គោលរបងទឿចូលប្រឡោះទី2មកចាយើងចាក់បានមួយអញ្ចឹងប្រឡោះនេះចាក់មួយដែរ2 3 4 5អញ្ចឹងយើងចាក់បកគោលរបងទឿយើងចំនួន5 1 2 3
4 5ចាបន្ទាប់ពីចាក់5ហើយគឺយើងរំលងប្រឡោះនេះបងប្អូនយើងរំលងប្រឡោះនេះប្រឡោះគឺយើងចាក់ចូលប្រឡោះនៅខាងចុងចាតបមកបងប្អូនហើយកទៅកដរមួយទៀតមកចាចឹងជួរហ្នឹងគឺយើងត្រូវចាក់បិទរួមណាបងប្អូនមិនជួរទី70ឥឡូវយើងចូលដល់ជួរទី71ហ្នឹងគឺត្រូវយើងម្លងប្រឡោះនេះដដែលចឹងយើងចូលប្រឡោះនេះមួយទៀតយើងចាក់មួយទៀតណា2 3គឺយើងចាក់3ហើយយើងម្លងប្រឡោះនេះតោះមកយើងចាក់ចូលប្រឡោះនេះបងប្អូនតោះមកបងប្អូនឡើងទៅកដរចំនួនមួយទៀតណាចឹងប្រឡោះនេះគឺយើងរំលងទៀតហើយចឹងយើងចូលប្រឡោះនេះតោះមកយើងរំលងប្រឡោះនេះយើងចូលប្រឡោះនេះតោះមកបងឡើងទៅកដរមួយទៀតតោះមកយើងចាក់ចូលប្រឡោះនេះបងប្អូនឥឡូវតើពីយើងចាក់ចូលប្រឡោះហ្នឹងហើយយើងអស់កន្លែងទៅរួមហើយបងប្អូនយើងត្រូវឡើងទៅកដរចំនួន50ដើម្បីធ្វើខ្សែចងបងប្អូនឥឡូវយើងបានកទៅកដរ50ហើយបងប្អូនកាន់មកអញ្ចឹងនៅប្រឡោះខាងនេះបងប្អូននៅប្រឡោះម្ខាងទៀតគឺយើងចាក់ធ្វើដូចគ្នាបងប្អូនរបៀបតអំបោះគឺយើងតាក់អំបោះចេះណាបងប្អូនតាមមកសុកចូលប្រឡោះទី1នេះប្រឡោះទី1ប្រឡោះទី1ហ្នឹងបងប្អូនដល់មកយើងតាក់អញ្ចឹងតាមមកឡើងទៅកដរមួយតបពីឡើងទៅកដរមួយបងប្អូនយើងត្រូវម្លងប្រឡោះនេះម្លងប្រឡោះទី2បងប្អូនយើងចាក់បកលលបងទឿយើងចូលទៅប្រឡោះទី3ចឹងប្រឡោះនេះយើងម្លងយើងចូលប្រឡោះទី3បន្ទាប់មកយើងចាក់3ទៀតមកបងប្អូនចាបាននេះគឺយើងកុំអាកាត់ចាយើងទុកបង្កប់វានៅក្នុងហ្នឹងចាមិញខ្ញុំបានបកលលបងទឿយើងមួយខ្ញុំត្រូវចាក់3ទៀតបងប្អូនចឹងចូលប្រឡោះនេះ1 2 31 2 3ចាអញ្ចឹងនៅក្នុងប្រឡោះនេះគឺយើងរំលងដើម្បីបង្រួមគឺយើងចាក់វាចូលក្នុងប្រឡោះនេះប្រឡោះខាងចុងគេតទៅចាក់ហើយយើងឡើងទៅកដរមួយចឹងនេះយើងអាចកាត់ចោលបានអញ្ចឹងយើងត្រឡប់មកបងប្អូនចាអញ្ចឹងអាប្រឡោះទី1នេះគឺយើងម្លងចោលទៀតហើយយើងចាក់ចូលប្រឡោះទី2ប្រឡោះទី2ហើយនៅប្រឡោះនេះគឺយើងរំលងយើងចាក់ចូលប្រឡោះនេះបងប្អូន
ចានិយាយទៅគឺយើងចាក់វាធ្វើដូចយើងចាក់ធ្វើវាដូចផ្នែកម្ខាងទៀតណាបងប្អូនអញ្ចឹងយើងឡើងទៅកន្លងទៀតមកយើងចាក់ចូលកន្លះនេះដល់ពេលចាក់ចូលកន្លះនេះហើយយើងរំលងចាក់ចូលកន្លះបន្ទាប់ហើយយើងឡើងទៅកណ្ដុរមួយទៀតហើយយើងចាក់ចូលមួយអញ្ចឹងយើងចាក់យើងអស់កន្លែងទៅរួមណាបងប្អូនអញ្ចឹងយើងត្រូវឡើងទៅកណ្ដុរ50ទៀតគឺបូសក់យើងហ្នឹងគឺរួចរាល់ហើយបងប្អូនហើយបូយើងចាក់រួចរាល់ហើយអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូតាំងពីដើមរហូតដល់ចប់បើបងប្អូនមានចំណុចខាងកន្លែងបងប្អូនអាច comment ពីក្រោមវីដេអូរបស់យើងបានណាបងប្អូនអរគុណជំរាបលា